នៅពេលធ្វើដំណើរមកកាន់ស្រុកបន្នន់ខេត្តបាត់ដំបងក្រៅពីការទស្សនាប្រាសាទបន្នន់ដ៏ល្បីល្បាញភ្ញៀវទេសចរមិនគួររំលងការចូលលេងចម្ការទំពាំងបាយជូរដែលជាគោលដៅទេសចរកសិកម្មដ៏ពិសេសមួយរបស់កម្ពុជាឡើយទីនេះមិនត្រឹមតែជាកន្លែងដាំទំពាំងបាយជូរប៉ុណ្ណោះទេប៉ុន្តែជាសក្ខីភាពនៃការខិតខំប្រឹងប្រែងនិងការច្នៃប្រឌិតរបស់កូនខ្មែរដែលបានប្រែក្លាយកសិកម្មមួយឲ្យក្លាយជាចម្ការដ៏ស្រស់ស្អាតនិងជាកន្លែងផលិតស្រាទំពាំងបាយជូរដែលមានកេរ្តិ៍ឈ្មោះចម្ការនេះត្រូវបានបង្កើតឡើងនៅឆ្នាំ1999ដោយលោកច័ន្ទថៃឈឹងនិងលោកស្រីលេងចន្ទធូដោយមានទស្សនវិស័យនិងភាពក្លាហានពួកគាត់បានសាកល្បងដាំទំពាំងបាយជូរនៅក្នុងស្រុកបន្នន់ទោះបីនៅពេលនោះមនុស្សជាច្រើនយល់ថាអាកាសធាតុកម្ពុជាមិនសមស្របសម្រាប់ដំណាំនេះក៏ដោយក្រោយការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកទេសជាបន្តបន្ទាប់ពួកគាត់បានទទួលជោគជ័យនិងបានផលិតស្រាទំពាំងបាយជូរចំនួនដំបូងនៅឆ្នាំ2004ដែលជាស្នាដៃដ៏គួរឲ្យមានមោទនភាពរបស់កូនខ្មែរបច្ចុប្បន្នចម្ការទំពាំងបាយជូរបន្នន់បានក្លាយជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនពេលដើរតាមជួរទំពាំងបាយជូរដ៏ខៀវស្រងាត់ភ្ញៀវអាចស្រូបយកខ្យល់អាកាសបរិសុទ្ធគយគន់ទេសភាពជនបទដ៏ស្រស់ស្អាតនិងថតរូបទុកជាអនុស្សាវរីយ៍ជាមួយចម្ការដែលរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់បរិយាកាសស្ងប់ស្ងាត់និងទេសភាពភ្នំនៅជុំវិញធ្វើឲ្យទីនេះក្លាយជាកន្លែងលំហែកាយដ៏គួរឲ្យចាប់អារម្មណ៍អ្វីដែលធ្វើឲ្យចម្ការនេះកាន់តែមានភាពលេចធ្លោគឺផលិតផលដែលកែច្នៃចេញពីទំពាំងបាយជូរនិងដំណាំក្នុងស្រុកដោយរួមមានស្រាទំពាំងបាយជូរទឹកទំពាំងបាយជូរស្រស់និងទឹកខ្ញីដែលផលិតដោយការយកចិត្តទុកដាក់លើគុណភាពនិងរសជាតិភ្ញៀវអាចភ្លក្សរសជាតិផលិតផលទាំងនេះដោយផ្ទាល់និងទិញយកទៅទុកជាវត្ថុអនុស្សាវរីយ៍ឬជូនមនុស្សជាទីស្រឡាញ់ការមកទស្សនាចម្ការទំពាំងបាយជូរបន្នន់មិនមែនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេប៉ុន្តែជាការគាំទ្រស្នាដៃនិងការខិតខំប្រឹងប្រែងរបស់កសិករខ្មែរដែលបានបង្ហាញថាកម្ពុជាក៏អាចផលិតស្រាទំពាំងបាយជូរនិងដាំទំពាំងបាយជូរដែលមានគុណភាពបានដែរនេះគឺជាមោទនភាពរបស់វិស័យកសិកម្មនិងជាកម្លាំងចិត្តសម្រាប់អ្នកជំនាន់ក្រោយក្នុងការបន្តអភិវឌ្ឍផលិតផលខ្មែរឲ្យកាន់តែរីកចម្រើនប្រសិនបើលោកអ្នកមានឱកាសធ្វើដំណើរមកកាន់ខេត្តបាត់ដំបងសូមកុំភ្លេចចំណាយពេលវេលាមកទស្សនាចម្ការទំពាំងបាយជូរបន្នន់សូមមកដើរកម្សាន្តក្នុងចម្ការដ៏ស្រស់ស្អាតភ្លក្សរសជាតិស្រាទំពាំងបាយជូរទឹកទំពាំងបាយជូរនិងទឹកខ្ញីដែលជាស្នាដៃរបស់កូនខ្មែរហើយរួមគ្នាគាំទ្រទេសចរកសិកម្មនិងផលិតផលនៅក្នុងស្រុកឲ្យកាន់តែរីកចម្រើនសូមអញ្ជើញមកស្គាល់នូវរសជាតិដ៏ពិសេសនិងភាពស្រស់ស្អាតនៃចម្ការទំពាំងបាយជូរបន្នន់ដែលជាមោទនភាពមួយរបស់ខេត្តបាត់ដំបងនិងរបស់ប្រទេសកម្ពុជា